គោះចិត្តណាស់មញោសើបែកផ្ទះគឺដោយសារបងធំមួយគ្រួសារមិនតញោហើយក្មេងក៏ជាបិសាចដែលរញ៉ៃដែរនេះមិនមែនជាបិសាចចញ៉ៃទេគឺក្មេងគួរឲ្យអាណិតប៉ុន្មានអ្នកល្អណាស់អ្នកទាំងអស់គ្នានៅទីនេះរងចាំមួយផ្លែតខ្ញុំនឹងយកអាហារឲ្យអ្នកហាំឆ្ងាញ់ណាស់របស់របរក្នុងផ្ទះនេះខ្ញុំយកទៅលក់នៅផ្សារបានតម្លៃល្អថែមទាំងបានលុយសម្រាប់ខែនេះទៀតហាំគីមប៉ាវនិងយិនប៉ាវពួកគេទៅផ្ទះចាស់ធ្វើអីពូគីមប៉ាវហេតុអីបានយំមានរឿងអីទៅពូមីងនឹងប្តីឆ្លោះគ្នាមីងបានទាត់សម្បដែលមីងធ្វើឲ្យពួកយើងហៀរអស់ហើយអាណិតណាស់មិនអីទេហៀរក៏ហៀរទៅអ្នកមិនអីទេពូតែពួកយើងឃ្លានណាស់ពូអាចរកអីឲ្យពួកយើងញ៉ាំបានទេពួកយើងចង់ញ៉ាំសាច់គ្មានទៀតទេឬមួយក៏ពូទៅយកពងមាន់2គ្រាប់ឲ្យអ្នកពងមាន់ល្អណាស់បានញ៉ាំពងមាន់ហើយពូនៅតែល្អជាមួយពួកយើងនឹងកតញ្ញូដល់ពូទៅថ្ងៃមុខអ្នកទាំងពីររងចាំនៅទីនេះមួយផ្លែតពូនឹងត្រឡប់មកវិញភ្លាមមីងឯងនៅតែមានខ្ញុំជាម្ដាយទៀតទេនាងជាកូនស្រីក្បត់ម្ដាយហ៊ានបោកប្រាស់ញ៉ាំអាហារបើនៅក្មេងមិនរៀនល្អតើធំឡើងទៅធ្វើអីបានពូជឿណាស់ពូក្មេងជួយខ្ញុំផងមីងគីមប៉ាវនៅតែក្មេងនៅឡើយឯងនៅស្ងៀមមីងពូខ្ញុំជឿណាស់គាត់នឹងវិខ្ញុំបានទាត់ហើយហេតុអីបានជាគាត់នៅតែវិខ្ញុំត្រឡប់ទៅប្រាប់បងប្អូនជីដូនមួយរបស់ខ្ញុំថាអ្នកហ៊ានទាត់ខ្ញុំគឺត្រូវការទះមុខពូក្មេងពូមិនបានជួយនិយាយឲ្យពួកយើងទេពូជាមនុស្សគឺខ្ញុំថាឯងត្រូវគេលែងលះហើយត្រឡប់មកផ្ទះវិញឯងជាមនុស្សគ្មានប្រយោជន៍ឯងអាចនិយាយបែបនេះបានដោយរបៀបណាឃើញទេនេះគឺអ្នកដែលអ្នកស្រឡាញ់ខ្លាំងណាស់លើកនេះគ្រាន់តែនិយាយស្ដីពិបាកស្ដាប់លើកក្រោយប្រហែលជាយកជីវិតពួកយើងទៅហើយខ្ញុំស្អប់អ្នកណាស់អាចឆ្កែហ៊ានមកទៀតខ្ញុំនឹងបាក់ជើងអ្នកធ្វើឲ្យអ្នកមិនអាចរត់ទៅណាទៀតបានមីងមិននឹកស្មានថាបងប្អូនជីដូនមួយគីមប៉ាវទាំងពីរអ្នកคล้ายទៅជាបែបនេះសោះមិនឆ្ងល់ទេដែលមីងត្រូវលែងលះលើកនេះខ្ញុំពិតជាខុសមែនហឹមលៀនឯងដើរយឺតបន្តិចទៅប្រយ័ត្នកុំឲ្យដួលហឹមហ៊ូសុនស៊ីឯងហ៊ានហឹមឯងនិយាយអីប្រាប់អ្នកនេះជាប្អូនស្រីជីដូនមួយរបស់ខ្ញុំនៅក្នុងពោះមានកូនរបស់គ្រួសារអូហើយឯងជាម្ដាយដែលមិនអាចបង្កើតកូនបានចេញពីគ្រួសារអូរបស់ខ្ញុំភ្លាមទៅហឹមហ៊ូសុនស៊ីគាត់ហ៊ានលែងលះខ្ញុំត្រូវលែងលះហ៊ូសុនស៊ីហឹមខ្ញុំឈឺណាស់ហាហឹមខ្ញុំឈឺណាស់បាក់ហ៊ូសុនស៊ីលែងលះខ្ញុំហើយគាត់ហ៊ានខ្ញុំនឹងទៅដោះស្រាយជាមួយគាត់ភ្លាមហឹមម៉ាក់កុំបារម្ភអីខ្ញុំជាបងប្រុសធំនៅទីនេះតើអ្នកណាហ៊ានធ្វើបាបប្អូនស្រីខ្ញុំម៉ាក់កុំបារម្ភអីពួកយើងឥឡូវទៅរកគ្រូសាអូមើលថាពួកគេចង់ធ្វើអីបងធំបងថ្លៃខ្ញុំមិនចង់ត្រូវគេលែងលះទេអ្នកត្រូវតែជួយខ្ញុំនិយាយថាយ៉ាវឈៀវឯងមិនអាចមានកូនបានតើអាចស្ដីបន្ទោសគ្រូសាអូបានទេយើងជាស្ត្រីបើទោះជាកូនក៏មិនអាចបង្កើតបានដែរតើជីវិតនេះមានន័យអ្វីគ្រូសាអូពិតជាអាចលែងលះអ្នកបានដោយសារតែញាតិជិតស្និទ្ធមិនមានកូនហើយនៅពេលដែលអ្នកត្រឡប់មកវិញតើអ្នកនឹងទៅណាផ្ទះក៏គ្មានទៀតពាក្យដែលមីងនិយាយពិបាកស្ដាប់ណាស់ពួកគេក៏នឹងប្រមាថអ្នកដែរយ៉ាវឈៀវខ្ញុំមិនមែនបងថ្លៃស្ដីបន្ទោសអ្នកទេហេតុអីបានជាមុខរបស់អ្នកជូរខ្លាំងម្ល៉េះហើយបើខ្ញុំជាអ្នកខ្ញុំនឹងស្លាប់ទៅហើយខ្ញុំគិតថាមីងនិងបងថ្លៃអាចជួយខ្ញុំបានតែវាគ្រាន់តែជាការខកចិត្តប៉ុណ្ណោះបងធំបងថ្លៃនិយាយត្រូវខ្ញុំមិនអាចបង្កើតកូនបានទេបើលែងលះទៅផ្ទះម៉ាក់ទៀតធ្វើមិននឹងហ៊ានជួបមនុស្សទៀតខ្ញុំជាមនុស្សគ្មានសំណាង